សូមស្វាគមន៍មកកាន់វីដេអូមេរៀនតែងសេចក្តីជាបន្តហើយនេះជាប្រធានតែងសេចក្តីក្នុងរឿងរាមកេរ្តិ៍ដោយសារតែយើងទើបតែរៀនរឿងរាមកេរ្តិ៍ហើយថ្មីឥឡូវយើងទៅសិក្សាប្រធានតែងសេចក្តីនៅក្នុងរឿងហ្នឹងទាំងអស់គ្នាហើយនេះជាប្រធានទី1មានទស្សនៈមួយលើកឡើងថាការទទួលយកពាក្យសត្យរបស់នាងកៃកេសីជាពលិកម្មដ៏ឧត្តមឧត្តមរបស់ព្រះរាមចូលពន្យល់និងលើកឧទាហរណ៍ក្នុងរឿងរាមកេរ្តិ៍មកបញ្ជាក់ឥឡូវយើងទៅមើលសេចក្តីអធិប្បាយទាំងអស់គ្នាក្នុងរឿងរាមកេរ្តិ៍ខ្មែរទំនាស់ដ៏តឹងតែងមួយនៅដើមខ្សែនៃរឿងបានកើតឡើងរវាងនាងកៃកេសីនិងព្រះបាទទសរថទំនាស់នេះតម្រូវឲ្យព្រះបាទទសរថគោរពពាក្យសត្យដោយឲ្យព្រះភិរុតជាកូនប្អូនឡើងសោយរាជ្យមុនព្រះរាមជាកូនច្បងដែលផ្ទុយពីប្រពៃណីរបស់ក្សត្រនាសម័យនោះទីបំផុតនៃទំនាស់ព្រះរាមក៏សម្រេចចិត្តយាងចេញពីនគរ14ឆ្នាំទៅបួសក្នុងព្រៃតាមសំណុំពររបស់នាងកៃកេសីដើម្បីបញ្ចប់ទំនាស់អញ្ចឹងប៉ុណ្ណឹងចាប់ពីក្នុងរឿងរាមកេរ្តិ៍ខ្មែររហូតមកដល់ត្រឹមដើម្បីបញ្ចប់ទំនាស់នេះអាហ្នឹងគឺជាលំនាំបញ្ហាហើយតពីហ្នឹងទៅជាចំណូលបញ្ហាដោយមើលឃើញពីអិរិយាបថរបស់ព្រះរាមដូចខាងលើនេះហើយទើបមានទស្សនៈមួយបានលើកឡើងថាការទទួលយកពាក្យសត្យរបស់នាងកៃកេសីជាពលិកម្មដ៏ឧត្តមឧត្តមរបស់ព្រះរាមបាទអញ្ចឹងចាប់ពីដោយមើលឃើញរហូតដល់ត្រឹមជាពលិកម្មដ៏ឧត្តមឧត្តមរបស់ព្រះរាមបាទប៉ុណ្ណឹងវាជាចំណូលបញ្ហាគឺជាការដាក់ប្រធានរបស់យើងចូលមកវិញតើពលិកម្មនោះស្ថិតនៅលើចំណុចណាខ្លះអញ្ចឹងត្រង់កន្លែងនេះគឺជាចំណោទបញ្ហាគឺជាការចោទសួរទៅលើប្រធានឥឡូវយើងចូលទៅមើលឃ្លាភ្ជាប់សេចក្តីដើម្បីជាជំនួយដល់ការបកស្រាយគំនិតប្រធានខាងលើយើងក៏បីយល់ន័យនៃពាក្យគន្លឹះជាមុនសិនគឺពាក្យសត្យពលិកម្មនិងឧត្តមឧត្តមអញ្ចឹងកន្លែងនេះដោយលោកគ្រូធ្លាប់បានបង្រៀនហើយថារបៀបសរសេរឃ្លាភ្ជាប់សេចក្តីយើងអាចដាក់ត្រឹមពាក្យគន្លឹះជាមុនសិនត្រឹមតែប៉ុណ្ណឹងយើងអាចខណ្ឌបានឬក៏យើងអាចដាក់ថែមគឺពាក្យអីខ្លះនៅកន្លែងហ្នឹងមកបានដែរអញ្ចឹងមានពីររបៀបតោះឥឡូវយើងទៅបញ្យល់ពាក្យចំពោះពាក្យសត្យសំដៅទៅដល់ពាក្យសន្យាឬពាក្យពិតដែលគេបានប្រកាសរួចហើយអំពីគោលបំណងណាមួយរបស់ខ្លួននៅចំពោះមុខវត្ថុស័ក្តិសិទ្ធិណាមួយបាទហើយកន្លែងនេះតាមពិតយើងត្រូវសរសេរតពីកន្លែងនេះមកបាទបន្ទាប់ពីខណ្ឌនេះប៉ុន្តែដោយសារតែលោកគ្រូ edit slide មកវាដាច់អស់ប៉ុណ្ណឹងលោកគ្រូបាទខ្ជិល copy មកដាក់វិញអញ្ចឹងពេលយើងសរសេរបាទត្រូវសរសេរតឲ្យជាប់ណាអញ្ចឹងយើងទៅមើលបន្តទៀតឯពាក្យពលិកម្មមានន័យថាជាការលះបង់ទាំងកម្លាំងកាយចិត្តឬទាំងអាយុជីវិតទៀតផងដើម្បីបុព្វហេតុណាមួយដែលជាប្រយោជន៍ក្នុងគ្រួសារឬសង្គមជាតិហើយយើងទៅមើលឃ្លាភ្ជាប់ទៅទៀតចំណែកពាក្យឧត្តមឧត្តមសំដៅលើភាពប្រសើររុងរឿងឬភាពប្រសើរថ្លៃថ្លាពុំអាចកាត់ថ្លៃបានអញ្ចឹងប៉ុណ្ណឹងជាការពន្យល់ពាក្យគន្លឹះបាទពាក្យគន្លឹះរបស់យើងមាន3ហ្នឹងហើយកន្លែងដូចនេះរហូតដល់រាមកេរ្តិ៍ខ្មែរនេះអានឹងជាការពន្យល់នៃប្រធានអញ្ចឹងយើងអាចមើលឃ្លាភ្ជាប់ដូចនេះតាមរយៈពាក្យគន្លឹះខាងលើប្រធាននេះមានន័យថាការទទួលយកពាក្យសន្យារបស់នាងកៃកេសីក្នុងការចាក់ចេញពីនគរចំនួន14ឆ្នាំគឺជាការលះបង់ដ៏ខ្ពង់ខ្ពស់ក្រៃលែងរបស់ព្រះរាមក្នុងរឿងរាមកេរ្តិ៍ខ្មែរហើយចាប់ពីជាការពិតនេះទៅអានឹងគឺជាការបកស្រាយហើយឥឡូវយើងចូលទៅមើលការបកស្រាយទាំងអស់គ្នាជាការពិតបើយើងសិក្សាលើរឿងរាមកេរ្តិ៍ទាំងមូលយើងប្រកាសជាដឹងថានៅដើមខ្សែនៃរឿងនេះមានបញ្ហាទំនាស់ក្នុងរាជវង្សបានកើតឡើងជុំវិញប្រពៃណីក្សត្រនិងពាក្យសត្យរវាងព្រះបាទទសរថនិងនាងកៃកេសីដោយព្រះបាទទសរថបានសន្យានឹងនាងកៃកេសីថានឹងឲ្យព្រះភិរុតឡើងសោយរាជ្យបើច្បាំងឈ្នះព្រះអាទិត្យសមដោយព្រះនាងកៃកេសីបានលើកអះអាងថាបបិទ្ធនាធរសត្វមុតការស្ដេចចេញផ្គត់សង្គ្រាមសម្ដែងចេស្តាច្បាំងឈ្នះព្រះអាទិត្យសុរិយាស្ដេចបានប្រាជ្ញាពាក្យសត្យនឹងអញខ្ញុំមកថានៅឲ្យរាជព្រះភិរុតក្រងសោយរាជសម្បត្តិស្នងព្រះបាទសម្ដេចព្រះរាជាឥឡូវខ្វែឲ្យព្រះរាមាយល់អត្តសច្ចាពុំទៀងមាននៅព្រះអង្គបាទហើយឧទាហរណ៍នេះលោកគ្រូដកស្រង់ចេញពីរឿងរាមកេរ្តិ៍ខ្មែរបាទខ្សែ1ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត1995គ្រិស្តសករាជហើយពុទ្ធសករាជ2539ទំព័រ35ដល់31អញ្ចឹងបងប្អូនអាចទៅមើលរាមកេរ្តិ៍ច្បាប់ដើមបានណាឥឡូវយើងទៅបន្តទៀតបើតាមពាក្យសន្យាដែលបានប្រកាសយ៉ាងជាក់លាក់នេះព្រះអង្គមិនអាចប្រកែកបានឡើយអញ្ចឹងរឿងរាមកេរ្តិ៍គឺវែងណាស់បងប្អូន
ហើយបើបងប្អូនទៅចាំទាំងអស់គឺត្រូវចាំច្រើនលំបាកអញ្ចឹងបងប្អូនអាចទន្ទិញចាំកន្លែងដែលលោកគ្រូដាក់ឧទាហរណ៍ដិតហ្នឹងបងប្អូនអាចទន្ទិញឲ្យចាំឬក៏មើលឲ្យយល់ខ្លឹមសារកន្លែងហ្នឹងមកបងប្អូនពេលដែលសរសេរអាចយកកន្លែងហ្នឹងមកសរសេរអញ្ចឹងក្នុងការសរសេរបើបងប្អូនចាំបងប្អូនត្រូវដាក់ក្នុងអភន្តរសញ្ញាបែបនេះហើយគេសរសេរបែបណាយើងសរសេរបែបហ្នឹងមកតែបើករណីយើងអត់ចាំ clear ទាំងអស់ហ្នឹងទេយើងអាចសរសេរជាខ្លឹមសារប៉ុន្តែបើបងប្អូនសរសេរជាខ្លឹមសារនេះប្រមាណ clear ហ្នឹងអញ្ចឹងបងប្អូនបាទមិនត្រូវដាក់ក្នុងអភន្តរសញ្ញាទេអញ្ចឹងយើងដាក់ក្នុងអភន្តរសញ្ញានេះករណីយើងស្រង់ clear ខ្លួនដើមយកមកដាក់បាទតែឥឡូវយើងបន្តទៀតប៉ុន្តែពេលនោះព្រះបាទទសរថបែរជាមានប្រតិយប្រែប្រួលពោលគឺព្រះអង្គមានបំណងចង់ឲ្យព្រះរាមឡើងសោយរាជវិញព្រោះព្រះអង្គសពព្រះតីនឹងព្រះរាមដោយព្រះរាមជាកូនច្បងនិងជាកូនដែលមានសមត្ថភាពខ្លាំងពូកែអាចគ្រប់គ្រងដឹកនាំនគរឲ្យរុងរឿងទៅបានដោយដែលព្រះអង្គបានចរចានឹងនាងកៃកេសីថាឥឡូវអញបានជារំដាប់ព្រះរាមបុត្រច្បងឲ្យសោយរាជសម្បត្តិក្រុងរក្សារាជមណ្ឌលស្នងអញនោះដោយធម៌បុរាណបទរបបរបាក្សត្រពុំដែលមានជាប្អូនមកបានសោយរាជពិភពមុនបងទោះនៅឲ្យរាជភិរុតក្រុងសោតសមមានម៉ងដំណៀលនៃលោកនន្ទាហើយកន្លែងនេះក៏ជាការស្រង់ចេញមកពីបាទរាមកេរ្តិ៍ខ្សែ1ដែរបាទដូចគ្នាចំណុចនេះបញ្ជាក់ឲ្យឃើញថាព្រះអង្គពិតជាចង់ឲ្យព្រះរាមស្នងរាជពីព្រះអង្គខ្លាំងណាស់បើគិតតាមប្រពៃណីក្សត្រដែលមានតាំងពីបុរាណកាលនោះមកគឺតម្រូវឲ្យកូនច្បងជាអ្នកឡើងគ្រងរាជមុនកូនប្អូនក្នុងពេលនោះដែរព្រះបាទទសរថពិតជាមានភាពស្មុគស្មាញជាខ្លាំងពោលគឺថាប្រសិនបើព្រះអង្គគោរពពាក្យសន្យាតែជាពាក្យសត្យរបស់ព្រះអង្គនោះព្រះភិរុតនឹងបានជាក្សត្រតែវាខុសទៅនឹងប្រពៃណីរបស់ក្សត្រពីបុរាណមកហើយណាមួយនគរនឹងបាត់បង់អនាគតក្សត្រដ៏ល្អឯកគឺព្រះរាមបញ្ហានេះបានคล้ายជាសម្ពាធមួយដកជាប់ក្នុងព្រះតីរបស់ព្រះអង្គយ៉ាងខ្លាំងដោយព្រះអង្គពិបាកសម្រេចព្រះតីព្រោះថាបាតដៃក៏សាច់ក្រងដៃក៏សាច់ពោលគឺទាំងព្រះរាមទាំងព្រះភិរុតសុទ្ធតែជាបុត្ររបស់ព្រះអង្គដោយសារតែព្រះអង្គពិបាកសម្រេចព្រះតីដូចនេះហើយទើបព្រះអង្គមានព្រះរាជបំណងចង់បែងចែកនគរជាពីរគឺមួយទុកឲ្យព្រះរាមគ្រងរាជទៅតាមប្រពៃណីក្សត្រមួយទៀតទុកឲ្យព្រះភិរុតគ្រងរាជតាមពាក្យសន្យារបស់ព្រះអង្គដោយត្រង់ព្រះអង្គបានឆ្លើយតបនឹងនាងកៃកេសីថានាព្រះនគរស្រីអយុធ្យានេះអញនៅបែងជាភាគពីររំលែកចាញ់ឲ្យព្រះរាមរាជបុត្រច្បងនៅព្រះភិរុតក្រងឲ្យគង់ដោយសត្វប្រាជ្ញាកន្លែងនេះលោកគ្រូសូមបញ្ជាក់បងប្អូនដែរថាជាទូទៅប្រធានបែបអក្សរសិល្ប៍គឺតម្រូវឲ្យយើងជាអ្នកបកស្រាយនឹងបកស្រាយមួយចំណុចឧទាហរណ៍គ្រប់គ្រងមួយចំណុចដែរន័យថាយើងបកស្រាយឲ្យទៅរកសាច់រឿងទៅរកចំណុចសំខាន់នៅក្នុងរឿងយកមកគ្រប់គ្រងអ្វីដែលយើងកំពុងតែបកស្រាយចឹងនេះជាការបកស្រាយប្រធានបែបអក្សរសិល្ប៍ឥឡូវយើងបន្តទៀតប៉ុន្តែនាងកៃកេសីមិនព្រមតាមសំណើនេះឡើយពោលគឺនាងមិនចង់ឲ្យមានការបែងចែកនគរជាពីរឡើយមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងបានស្នើឲ្យព្រះរាមចាក់ចេញពីនគរ14ឆ្នាំដើម្បីទៅសាងសិលសាសបួសកាន់សិលក្នុងព្រៃហើយចាំមកសោយរាជវិញដោយដែលនាងខឹងក្រោធនឹងព្រះបាទទសរថនិងទូលព្រះអង្គថាឲ្យរាជនេះព្រះភិរុតក្រងរីព្រះរាមរាជបុត្រច្បងនៅព្រះអនុជលក្ខសាឲ្យទៅនៅនាព្រៃអធ្វាបួសកាន់សិលជាឫស្សីបាន4ដណ្ដប់ឆ្នាំឲ្យសាងសិលសាសកិច្ចកម្មស្រេចឲ្យទៅនាំវឹងមកចូលថ្កានព្រះនគរការទទូចរបស់នាងកៃកេសីម្ដងហើយម្ដងទៀតរហូតដល់ធ្វើឲ្យព្រះអង្គទាល់ច្រកទាល់សម្ដីមានអ្វីនឹងថ្លែងតបតរហូតដល់សន្លប់បាត់ស្មារតីទៅទំនាស់នេះគឺជាគំនាបមួយដ៏លំបាកសម្រាប់ព្រះរាមដោយព្រះអង្គត្រូវតែទទួលយកជាចាំបាច់ពោលគឺព្រះអង្គត្រូវទទួលយកប្រកបដោយមនោសញ្ចេតនាផងនិងវិចារណៈផងការទទួលយកដោយគិតពីមនោសញ្ចេតនាមានន័យថាព្រះអង្គត្រូវគិតពីសាច់ញាតិដែលជាបងប្អូនហើយការទទួលយកដោយវិចារណៈមានន័យថាព្រះអង្គត្រូវគិតពីច្បាប់ព្រះនគរដែលមានតាំងពីដើមរៀងមកពោលគឺក្សត្រត្រូវតែគោរពតាមពាក្យសត្យម៉ាត់ណាគឺម៉ាត់នឹងនិយាយយ៉ាងណាត្រូវធ្វើយ៉ាងនោះសន្យាបែបណាត្រូវគោរពតាមអ្វីដែលបានសន្យាការសម្រេចប្រតិយចុងក្រោយរបស់ព្រះរាមគឺការទទួលយកពាក្យសត្យរបស់ព្រះបិតាពោលគឺមិនត្រូវធ្វើឲ្យព្រះបិតាក្បត់ពាក្យសន្យាឡើយ
ហើយទទួលយកពាក្យសត្យរបស់ព្រះនាងកៃកេសីដែលតម្រូវឲ្យព្រះអង្គយាងចេញពីនគរចំនួន14ឆ្នាំទៅបួសក្នុងព្រៃហើយទុករាជបល្ល័ង្កឲ្យព្រះភិរុតគ្រងរាជ្យពលិកម្មរបស់ព្រះរាមជាពលិកម្មដ៏កម្រដែលស្ទើរតែគ្មានបុគ្គលណាអាចធ្វើបានព្រោះខ្មែរតែមានពីអប់រំទូនមានក្នុងន័យប្រៀបធៀបមួយថាមនុស្សនឹងប្រាក់យៈនឹងសាច់ស្ដេចនឹងរាជប៉ុន្តែព្រះរាមបែរជាបោះបង់ឱកាសដ៏ល្អនេះចោលអត់ស្ដាយស្រណោះអ្វីបន្តិចសោះឡើយនេះសបញ្ជាក់ឲ្យឃើញថាការលះបង់របស់ព្រះរាមគឺជាការលះបង់ដ៏ធំធេងដោយការលះបង់នេះមិនមែនដើម្បីខ្លួនឯងទេតែដើម្បីប្រយោជន៍រួមគឺប្រយោជន៍គ្រួសារនិងសង្គមជាតិម្យ៉ាងវិញទៀតការលះបង់របស់ព្រះរាមគឺជាដំណោះស្រាយមួយយ៉ាងល្អព្រោះការធ្វើបែបនេះមានផលចំណេញជាច្រើនដោយទង្វើរបស់ព្រះរាមបានបង្ហាញថាព្រះរាមជាបុត្រកតញ្ញូមិនធ្វើឲ្យព្រះបិតាខុសសន្យាលើសពីនេះទៅទៀតការលះបង់របស់ទ្រង់ក៏បានបង្ហាញឲ្យឃើញពីទឹកចិត្តរបស់បងប្រុសចំពោះប្អូនប្រុសដែរជាងនេះទៅទៀតពលិកម្មរបស់ព្រះរាមក៏បានបង្ហាញពីគុណធម៌របស់ព្រះអង្គក្នុងនាមជាអ្នកដឹកនាំពោលគឺការលះបង់ក្តីសុខតខ្លួនដើម្បីក្តីសុខឬសុខសន្តិភាពរបស់រាជទាំងមូលតាមរយៈសាច់រឿងប្រសិនបើព្រះរាមមិនទទួលយកពាក្យសន្យារបស់ព្រះបិតាចំពោះនាងកៃកេសីទេច្បាស់ណាស់ថាប្រកាសជាមានសង្គ្រាមបង្ហូរឈាមរវាងក្រុមបពុរបស់ព្រះរាមនិងនាងកៃកេសីជាក់ជាមិនខានហើយអ្នកដែលរងគ្រោះពិតប្រាកដគឺប្រជារាស្ត្រស្លូតត្រង់ជាពិសេសរាស្ត្រដែលត្រូវគេកេណ្ឌប្រមូលទៅធ្វើជាកងទ័ពដើម្បីច្បាំងគ្នានោះឯងនេះមានន័យថាការលះបង់ដ៏ធំហិមារបស់ព្រះរាមក្នុងពេលនោះគឺដើម្បីភាពសុខសាន្តរបស់ព្រះនគរនិងរាស្ត្រនោះឯងមិនត្រឹមតែប៉ុណ្ណោះនោះទេតាមពិតទៅការលះបង់របស់ព្រះអង្គបានញ៉ាំងកម្ដៅដែលកំពុងឆេះពោលគឺកំហឹងក្នុងខ្សែញាតិវង្សរបស់ព្រះអង្គឲ្យคล้ายទៅជាការគោរពកោតសរសើរស្ញប់ស្ញែងទៅវិញដោយក្នុងសាច់រឿងបានបង្ហាញថាព្រះភិរុតមិនព្រមឡើងសោយរាជ្យព្រះនាងកៃកេសីដឹងកំហុសលែងមានកំហឹងហើយនាំគ្នាទៅយាងព្រះរាមឲ្យមកនគរវិញដើម្បីសោយរាជ្យមុនការកំណត់14ឆ្នាំទៀតផងតែព្រះរាមបដិសេធព្រោះព្រះអង្គគោរពនិងប្រកាន់ពាក្យសត្យរបស់ខ្លួនហើយពេលនោះព្រះអង្គគ្រាន់តែឲ្យសុពបាតទៅព្រះភិរុតដើម្បីទុកជានិមិត្តរូបនៃការសោយរាជ្យតែប៉ុណ្ណោះការប្រកាន់ជំហរបែបនេះសមស្របទៅនឹងសុភាសិតខ្មែរថាមនុស្សយកសម្ដីដំរីយកភ្លុកពោលគឺនិយាយម៉ាត់ណាគឺម៉ាត់ហ្នឹងហើយខ្មែរយើងពិតជាឲ្យតម្លៃទៅលើសម្ដីណាស់គឺឲ្យតម្លៃសម្ដីជាចម្បងដោយសុភាសិតបុរាណខ្មែរថាសម្ដីជាឯកលេខជាតោអក្សរជាត្រីពោលគឺសម្ដីនៅលំដាប់ទី1លេខនៅលំដាប់ទី2ហើយអក្សរនៅលំដាប់ទី3សរុបសេចក្តីមកការទទួលយកពាក្យសត្យរបស់នាងកៃកេសីបានបង្ហាញឲ្យឃើញថាព្រះរាមមានការលះបង់ដ៏លើសលប់មិនអាចកាត់ថ្លៃបានពិតប្រាកដមែនអញ្ចឹងកន្លែងនេះជាការសរុបសេចក្តីហើយចូលមកដល់ចាប់ពីត្រឹមនេះទៅជាសេចក្តីបញ្ចប់ហើយឆ្លងតាមការបកស្រាយមកទល់ត្រង់កន្លែងខ្លួនផងនេះបាទប៉ុណ្ណឹងជាការវាយតម្លៃប្រធានហើយចាប់ពីដូច្នេះរហូតដល់ចប់នឹងគឺជាមតិផ្ទាល់ខ្លួនឥឡូវយើងទៅមើលការវាយតម្លៃប្រធានទាំងអស់គ្នាឆ្លងតាមការបកស្រាយខាងលើរួចមកយើងអាចសន្និដ្ឋានបានថាប្រធាននេះពិតជាមានអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅព្រោះអប់រំឲ្យយើងចេះលះបង់ដើម្បីប្រយោជន៍រួមឲ្យយើងចេះគិតគូរពីគ្រួសារនិងសង្គមជាតិជាធំហើយក៏បានអប់រំឲ្យចេះគោរពសម្ដីគោរពពាក្យសន្យារបស់ខ្លួនផងដែរដូច្នេះក្នុងនាមយើងជាសិស្សានុសិស្សយើងក៏បីខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានគ្រប់មុខវិជ្ជានិងព្យាយាមអានស្នាដៃអក្សរសិល្ប៍ឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីជួយលើកស្ទួយផ្នែកអក្សរសាស្ត្រអក្សរសិល្ប៍ជាតិរបស់យើងហើយចេះដកស្រង់យកគតិឬគំនិតល្អៗរបស់កវីអ្នកនិពន្ធយកមកអនុវត្តតាមប្រតិបត្តិតាមក្នុងគោលបំណងកែច្នៃខ្លួនឯងឲ្យคล้ายទៅជាកូនល្អសិស្សល្អពលរដ្ឋល្អនិងជាមនុស្សដែលចេះលះបង់ចេះគោរពពាក្យសម្ដីឬពាក្យសន្យាព្រមទាំងចេះចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឲ្យរីកចម្រើនផងដែរឥឡូវប្រធានតែងសេចក្តីរបស់យើងចប់ប៉ុណ្ណឹងយើងចាំជួបគ្នានៅវីដេអូក្រោយទៀត